របៀបនិងខ្នាតសំពះរបស់ខ្មែរទាំង5កូនខ្មែរទាំងប្រុសទាំងស្រីត្រូវតែជ្រួតជ្រាបដឹងពីរបៀបនិងខ្នាតសំពះរបស់ខ្មែរទាំង5ដើម្បីធ្វើទៅឲ្យសមសួននិងត្រូវតាមទំនៀមទំនុកចាស់បុរាណប្រការមួយប្រណម្យដៃកម្ពស់ដើមទ្រូងគឺការសំពះគោរពវ័យដែលស្មើគ្នាឬក៏ជាមិត្តភក្តិរីឯប្រការ2ការសំពះចំពោះកពស់មាត់គឺជាការសំពះនេះគឺសម្រាប់វ័យដែលចាស់ជាងឬក៏មានឋានៈធំជាងឬក៏ជាចៅហ្វាយនាយប្រការ3ការសំពះកពស់ចុងច្រមុះគឺការសំពះគោរពមេដាបិតាពុកម្ដាយជីដូនជីតាឬក៏គ្រូបាធ្យាយប្រការ4គឺការសំពះគោរពប្រណម្យដៃត្រឹមចុងចិញ្ចើមមាននៅកពស់ប្រណម្យហ្នឹងគឺកពស់ចុងចិញ្ចើមគឺការសំពះគោរពព្រះមហាក្សត្រឬក៏វត្ថុស័ក្តិសិទ្ធិជាទីសក្ការៈប្រការទី5ការសំពះកម្ពស់ផ្ទៃថ្ងាសប្រណម្យស្មើនឹងជើងសក់នៅកម្ពស់ថ្ងាសគឺការសំពះគោរពដល់ប្រតនត្រ័យនិងការបួងសួងផ្សេង